ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូតាក់ទងជាមួយនឹងរបៀប config router របស់យើង home wifi របស់យើងគឺ series 1200G Pro នេះដែលយើងអាចធ្វើការ configure តាមរយៈទូរស័ព្ទដៃបានអញ្ចឹងដំបូងយើងត្រូវ connect ទៅលើ wifi របស់ router របស់យើងដែលវា broadcast add 1G ដាស់អក្សរ S ហើយលេខកូដ MAC address 4ខ្ទង់ចុងក្រោយរបស់វាហ្នឹងដើម្បីធ្វើការ configure អញ្ចឹងដល់ពេលយើង log in ហើយយើង tick កន្លែង agreement ហើយយើង click configure មកអញ្ចឹងកន្លែងនេះគឺយើងត្រូវការ set password តាក់ទងជាមួយនឹង password login ចូល router យើងបើយើង click OK វានឹងយក password wifi របស់យើងធ្វើជា password login អញ្ចឹងបើយើងធ្វើជាយក cancel យើងអាច set password wifi ផ្សេង password សម្រាប់ login router របស់យើងផ្សេងហើយកន្លែងនេះដែរតកតងជាមួយនឹង channel 2.4 ហើយនឹង 5G បើសិនជាយើងអត់ tick dual band SSID ខាងលើហ្នឹងទេវានឹង broadcast ពីឈ្មោះ wifi ផ្សេងគ្នាសម្រាប់ 2.4 និង 5G អញ្ចឹងបើយើង click dual band ហ្នឹងមកគឺឈ្មោះ wifi យើងមួយហ្នឹងវាអាច broadcast បានទាំងពីរ channel ទាំង 2.4 និង 5G អញ្ចឹង device ណាទូរស័ព្ទណាដែល support ទៅលើ 5G វាចាប់ 5G ទូរស័ព្ទណា support តែ 2.4 វាចាប់ 2.4 អញ្ចឹងទៅអញ្ចឹងយើងអាចដាក់ឈ្មោះហើយនឹង password wifi របស់យើងហើយនឹង management password សម្រាប់ login ចូល router របស់យើងតមកទៀតតកតងមួយនឹង country and region យើងរើសយក Cambodia សម្រាប់ស្រុកខ្មែររបស់យើងមកអញ្ចឹងវានឹងដូរ time zone ទៅម៉ោងនៅពេញយើងអូតូអញ្ចឹងគាត់យើង set ហើយយើង OK មក IoT Wi-Fi នេះយើងអាច skip វាបានអញ្ចឹងយើងចាប់ផ្ដើមធ្វើការ configure ទៅលើ router របស់យើងអញ្ចឹងរួចរាល់គឺវាមានភាពងាយស្រួលមែនទែននៅក្នុងការ set up ទៅលើ router home Wi-Fi 2G របស់យើងអញ្ចឹងយើង connect ទៅលើ Wi-Fi ថ្មីដែលយើងទើបតែ set up មុនហ្នឹងគឺ EW 1200G ហ្នឹង password យើងដាក់មិញហ្នឹងដូចជា add 123ចឹងយើងឃើញយើងចាប់បាន IP rank default របស់វាគឺ rank 110.1 ហ្នឹងដែលយើងអាចយក IP ហ្នឹងទៅ login ចូល router របស់យើងបានដូចគ្នាយើង login តាមរយៈ 192.168.110.1 ហ្នឹងអញ្ចឹងយើង input password ដែលយើងដាក់សម្រាប់ login ចូល router យើងមុនហ្នឹងគឺ password add 123ហ្នឹងយើងអាច login ទៅបានអញ្ចឹងគឺយើងឃើញតកតងមួយនឹង router យើងទៅបាន configure ហើយយើងមាន client មួយដែល connect ដូចគ្នាអញ្ចឹងក្នុងករណីដែលយើងយកវាធ្វើជា main router យើងអាច configure PPE account ដែលយើងទទួលបានពីខាង ISP មកយើងគ្រាន់ input username password ដែលខាងក្រុមហ៊ុនអ៊ីនធឺណិតឲ្យមកគឺយើងអាច set up បានហើយដោយសារក្នុងករណីនេះខ្ញុំយក DHCP ដោយសារខ្ញុំចាប់ IP ពី router របស់ខ្ញុំមួយទៀតមកអញ្ចឹងទៅហើយក៏យើងអាចកែទៅលើឈ្មោះ Wi-Fi យើងអាច create guest Wi-Fi អីផ្សេងៗបានដូចគ្នានៅ tab Wi-Fi ខាងក្រោមនេះហើយនៅក្នុង more នេះក៏យើងមានតកតងមួយ working mode យើងអាចដូរវាទៅជា router mode access point mode ហើយនឹង wireless repeater mode បានដូចគ្នាក្នុងករណីយើងមាន router យើងចង់យកវាធ្វើជា access point យើងអាចធ្វើបានយើងចង់ configure ជា repeater ក៏បាននៅក្នុងនេះដោយសារវា detect ឃើញមានខ្សែ Ethernet ដោតជាប់ជាមួយនឹង router របស់យើងទៅពេលដែលយើងយក repeater mode វា alert បែបនេះដូចគ្នាអញ្ចឹងក៏យើងអាចកែតាក់ទងជាមួយនឹង LAN setting យើងចង់ដូរ IP rank នេះយើងអាចដូរបានដូចគ្នានៅក្នុង LAN setting នេះក្នុង line system យើងអាចដូរ password យើងអាច reboot reset អីផ្សេងយើងអាចមានជា network tool សម្រាប់ ping test បានដូចគ្នាអញ្ចឹងគឺមានភាពងាយស្រួលនៅក្នុងការ configure ទៅលើ home wifi ឬក៏ home router របស់ 2G យើងហ្នឹងអញ្ចឹងនៅក្នុង internet tab គឺយើងអាចដូរបានដូចគ្នាតាក់ទងជាមួយនឹងការបាញទៅលើ IP trace អីផ្សេងគឺយើងអាចធ្វើបានដូចគ្នា
ចឹងយើងចង់ add home wifi របស់យើងចូលទៅក្នុង Ruchi Cloud ក៏បានដូចគ្នាគឺយើងអាចយក scan ឬក៏វាយបញ្ចូល serial number មកចឹងយើងអាចរើសយកប្រភេទជា router ហើយយើងអាច input serial number របស់ router របស់យើងចូលមកដើម្បី add home wifi របស់យើងចូលទៅក្នុង cloud របស់យើងយើង input ទៅលើ project name នៅក្នុង cloud របស់យើងមកតទៅទៀតយើង input តទៅមួយនឹង password ដែលយើង set up មុនហ្នឹង master password សម្រាប់ login ចូល device របស់យើងហ្នឹងយើង click OK មកគឺយើងអាច add device របស់យើងចូលទៅក្នុង Ruchi Cloud របស់យើងហើយយើងអាច manage តាមរយៈ Ruchi Cloud app របស់យើងបានដូចគ្នាអញ្ចឹងវាមានភាពងាយស្រួលនៅក្នុងការ set up configure ហើយនឹង add ចូល cloud ដើម្បីឲ្យយើង manage ពីចម្ងាយបានដូចគ្នាអញ្ចឹងយើងអាច configure ទៅលើ feature ផ្សេងតាមរយៈ Ruchi Cloud របស់យើងបានដូចគ្នាអញ្ចឹងសូមអរគុណហើយយើងនឹងជួបគ្នានៅវីដេអូក្រោយសម្រាប់ feature ផ្សេងដូចគ្នា